ប្រិមិត្តជាទីគោរពថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនៅពាក្យបច្ចេកទេសមួយដែលមានឈ្មោះថាសិទ្ធិជាមូលដ្ឋានដែលភាសាអង់គ្លេសថា fundamental right ពាក្យនេះមានអត្ថន័យដូចនេះខ្ញុំក៏លោកស្រីបានដឹងរួចមកហើយថាសិទ្ធិជាមូលដ្ឋានទាំងអស់មានប៉ុន្មានបាទអង្គស្រីអាចចាំបានទេបាទសិទ្ធិជាមូលដ្ឋាននៅរបស់មនុស្សនៅក្នុងពិភពលោកមាន4បាទមាន4បាទសិទ្ធិខ្លះបាទរស់រានមានជីវិតហើយគេបញ្ចេញតែសិទ្ធិដែលហៅដល់សេរីធ្វើដំណើរដល់សេរីនិងសិទ្ធិសន្តិសុខរបស់ខ្លួនចាសិទ្ធិទាំង4នេះវាមានសំខាន់ណាស់មនុស្សគ្រប់រូបកើតមកកើតយូរទៅមុនកើតទេនោះណាមុននឹងកើតទេនោះដោយសារថាបើលោកស្រីងាកទៅមើលច្បាប់គេនិយាយពីច្បាប់ស្ដីពីការរំលូតកូនគេគិតតាំងពីខែ3ខែច្បាប់គេហាមឃាត់មិនឲ្យមានការរំលូតទេបាទអញ្ចឹងហើយនិយាយទៅសិទ្ធិរបស់មនុស្សគេគិតតាំងពី3ខែក្នុងពោះក្រោយ3ខែមួយថ្ងៃមកគេគិតហ្នឹងចឹងមាន4នឹងទី1គឺសិទ្ធិរស់រានមានជីវិតមានរស់រានមានជីវិតអីគេមានហូបចុកគ្រប់គ្រាន់បាទមានហូបចុកគ្រប់គ្រាន់ព្រោះនៅមានជីវិតហ្នឹងគឺហូបចុកគ្រប់គ្រាន់មានផ្ទះសំបែងស្នាក់នៅមានសម្ភារបំពាក់អីជាដើមតែតាមស្ថានភាពជីវភាពរៀងៗខ្លួនមិនអាចស្មើគ្នាទេហ្នឹងហើយសិទ្ធិបញ្ចេញមតិណាសិទ្ធិបញ្ចេញមតិនេះនៅក្នុងសិទ្ធិមួយគេពាក់ព័ន្ធនឹងសិទ្ធិវប្បធម៌សិទ្ធិវប្បធម៌នយោបាយហ្នឹងគេហៅថាសិទ្ធិនយោបាយសិទ្ធិបញ្ចេញមតិ